ជាបឋមសូមគោរពគណៈគ្រប់គ្រងលោកគ្រូអ្នកគ្រូមេដាបេដាអ្នកអាណាព្យាបាលនិងសិស្សានុសិស្សទាំងអស់ថ្ងៃនេះគឺជាថ្ងៃដែលពោរពេញទៅដោយមោទនភាពរីករាយក្រៃលែងដែលយើងបានជួបជុំគ្នានៅថ្ងៃនេះដើម្បីចូលរួមអបអរសាទរសិស្សថ្នាក់ទី12របស់យើងដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាប់ដោយជោគជ័យសូមអបអរសាទរហើយកាន់តែពិសេសជាងនេះទៅទៀតសូមកោតសរសើរនិងសូមអបអរសាទរចំពោះស៊ីមសៃណារិនសិស្សនិទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង28សីហា2025សូមអបអរសាទរថ្ងៃនេះខ្ញុំក៏មានកិត្តិយសយ៉ាងខ្លាំងផងដែរក្នុងការចូលរួមចំណែកចែករំលែកដំបូន្មាននិងយុទ្ធសាស្ត្រដែលអាចជួយឲ្យសាលាយើងមានសិស្សនិទេស A ច្រើននាពេលអនាគតក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបាក់ឌុបនេះគឺជាក្តីសង្ឃឹមនិងការរំពឹងទុករបស់សាលាព្រមទាំងមេដាបេដានិងសង្គមជាតិទាំងមូលក្រោយពីបានស្ដាប់នៅគោលនយោបាយស្ដីពីការផ្ដល់ពានរង្វាន់បានសរសើរដល់សិស្សប្រឡងបាននិទេស A និងក្រោយពីបានស្ដាប់ការចែករំលែកបទពិសោធន៍របស់សិស្សនិទេស A និងនិទេស B របស់យើងសង្ឃឹមថានឹងមានសិស្សនិទេស A ច្រើននៅសាលាខេមថប់យើងមិញនេះខ្ញុំបានស្ដាប់ស៊ីមសៃណារិនសិស្សនិទេស A របស់យើងបានលើកឡើងថាលទ្ធផលនិទេស A មិនមែនកើតឡើងដោយចៃដន្យទេបាទគឺវាកើតឡើងដោយការខិតខំប្រឹងប្រែងជាប្រចាំរាល់ថ្ងៃជាការពិតណាស់ជោគជ័យមិនមែនកើតពីសំណាងតែវាកើតចេញពីការចេះត្រៀមខ្លួននិងការប្រឹងប្រែងជាប្រចាំរាល់ថ្ងៃកូនសិស្សានុសិស្សទាំងអស់ចូលចងចាំថាជោគជ័យចាប់ផ្ដើមពីការចេះត្រៀមខ្លួនទុកជាមុនទី1ការចាប់ផ្ដើមដោយស្គាល់ខ្លួនឯងឲ្យបានច្បាស់ត្រូវដឹងច្បាស់ថាមុខវិជ្ជាណាដែលខ្លួនខ្សោយហើយត្រូវផ្ដោតលើមុខវិជ្ជានោះប្រឹងប្រែងរៀនហើយរៀនទៀតរៀនធ្វើយ៉ាងណាឲ្យមុខវិជ្ជានោះរីកចម្រើនហើយក៏កុំភ្លេចផងដែរមុខវិជ្ជាដែលយើងរៀនពូកែក៏ត្រូវប្រឹងប្រែងបន្តទៀតដែរទី2ត្រូវវឹកហាត់ធ្វើលំហាត់វិញ្ញាសាឆ្នាំមុនសម្រាប់មុខវិជ្ជាវិទ្យាសាស្ត្រនិងគណិតវិទ្យាមិនខុសពីបងប្អូនបានលើកមិញទេត្រូវធ្វើលំហាត់ជារៀងរាល់ថ្ងៃហើយសម្រាប់មុខវិជ្ជាអក្សរសាស្ត្រប្រវត្តិសាស្ត្រត្រូវយល់មេរៀនឲ្យបានច្បាស់អាចពន្យល់មាតិកាឲ្យបានច្បាស់លាស់ដោយបងអូនស៊ីមសៃណារិនបានលើកឡើងមិញហ្នឹងគាត់បានប្រើវិធីសាស្ត្រមួយគេហៅថា active recall បាទបានន័យថាអានហើយត្រូវពន្យល់មេរៀនឡើងវិញអានមេរៀនចប់ពន្យល់ខ្លួនឯងម្ដងហើយម្ដងទៀតដើម្បីឲ្យយល់កាន់តែច្បាស់ទី3កុំទ្រាំតែទន្ទិញឲ្យចាំមាត់តែត្រូវយល់ពីហេតុនិងផល cause និង effect បាទនេះជាគន្លឹះក្នុងការឆ្លើយសំណួរថ្មីឬសំណួរដែលមានការប្រែប្រួលពីព្រោះបងប្អូនខ្លះគាត់ទន្ទិញមេរៀនចាំមាត់សំណួរគេដូរតែរបៀបសួរគាត់ឆ្លើយអត់បានទេអញ្ចឹងត្រូវទៅឲ្យយល់កន្លែងហ្នឹងទី4រៀបចំការវិភាគសិក្សាឲ្យមានវិន័យខ្ពស់បងប្អូនទាំងពីរក៏បានលើកពីការវិភាគដែរណារស្មីក៏បានចែកការវិភាគរៀនគួររៀនធ្វើលំហាត់អីច្បាស់លាស់ច្បាស់មែនតើណាហើយកាលណាយើងមានការវិភាគហើយត្រូវតែរៀនរាល់ថ្ងៃរៀនដោយមានវិន័យកុំរៀនតាមអារម្មណ៍នឹកឃើញណារៀនដោយមានវិន័យបាន2ម៉ោងក្នុងមួយថ្ងៃក៏ប្រសើរដែរមុននេះនរិនក៏បានលើកឡើងដែរថា consistency បាទភាពប្រចាំភាពជាប្រចាំហ្នឹងគឺសំខាន់បាទរៀនតិចរាល់ថ្ងៃគ្រប់មុខវិជ្ជាវាមានប្រសិទ្ធភាពជាជាងយើងរៀនមួយយប់ឬមួយថ្ងៃច្រើនម៉ោងណាដោយនរិនបានលើកឡើងមិញអញ្ចឹងបាទហើយកុំចាំដល់ពេលប្រឡងទើបខំរៀនដោយសុភាសិតដូនតាយើងថាម៉េចកូន
ក្រប3បាត់ទើបធ្វើរបងពេលប្រឡងទើបខំរៀនឥឡូវក៏នៅតែត្រូវដែរណា avoid procrastination ណាសូមរក្សាវិន័យនិងការខិតខំប្រឹងប្រែងជាបន្តបន្ទាប់គ្មានជោគជ័យណាដែលកើតឡើងដោយចៃដន្យទេអានេះគឺយើងលើកឡើងហើយលើកឡើងទៀតដើម្បីបងអូនសិស្សចំនួនក្រោយនេះឲ្យច្បាស់ណាគាត់ណាអត់មានដេកបនឲ្យបានទេអេឲ្យបានទេគេអត់ទេកុំភ្លេចជោគជ័យពិតប្រាកដគឺត្រូវមានភាពស្មោះត្រង់និងគោរពវិន័យក្នុងការប្រឡង Never forget that true success must come with honesty and discipline in examination ទី5ការគេងគ្រប់គ្រាន់ដូចមិញក៏សិស្សច្បងរបស់យើងជាភាសាស៊ីមសានរិនក៏គាត់បានលើកឡើងនៅចំណុចនេះដែរបានន័យថាការគេងឲ្យបានគ្រប់គ្រាន់និងញ៉ាំអាហារដែលមានសុខភាពល្អជួយឲ្យខួរក្បាលយើងមានសមត្ថភាពក្នុងការចងចាំបានល្អនិងគិតពិចារណាបានស៊ីជម្រៅហើយកុំភ្លេចហាត់ប្រាណផងណា physical exercise និងរក្សាអារម្មណ៍និងផ្នត់គំនិតវិជ្ជមាន positive mindset ណាទី6ពេលមានចម្ងល់មិញក៏បងប្អូនបានឮដែរណាពេលមានចម្ងល់តែធ្វើម៉េចកុំស្ទាក់ស្ទើរក្នុងការសាកសួរលោកគ្រូអ្នកគ្រូរបស់យើងឬក៏សហការជាមួយមិត្តរួមថ្នាក់បាទការសិក្សាជាក្រុមអាចជួយយើងឲ្យរៀនបានលឿនរៀនឆាប់ចេះឆាប់យល់ប្រសើរជាងយើងរៀនតែម្នាក់ឯងទី7ត្រូវហាត់ធ្វើវិញ្ញាសាដែលមានលក្ខណៈដូចវិញ្ញាសាពិតប្រាកដការធ្វើបែបនេះគឺដើម្បីបង្កើតភាពស៊ាំដើម្បីកាត់បន្ថយភាពភ័យខ្លាចរបស់យើងនិងបង្កើនភាពធន់ហើយនឹងអាចគ្រប់គ្រងពេលវេលាបានល្អពីព្រោះការប្រឡងគឺមានពេលវេលាកំណត់ហ្នឹងទី8សូមកុំភ្លេចមុខវិជ្ជាភាសាខ្មែរនិងមុខវិជ្ជាភាសាអង់គ្លេសការសរសេរអត្ថន័យនិងវាក្យសព្ទគឺជាចំណុចសំខាន់ក្នុងការសរសេរយកនីតិ A អញ្ចឹងធ្វើម៉េច content vocabulary នឹងឲ្យបកកែណាគាត់ណាព្រោះភាសាអង់គ្លេសដូចជាអត់ពិបាកយក A ទេនៅថ្ងៃប្រឡងសូមចងចាំថាត្រូវឆ្លើយសំណួរងាយស្រួលជាមុនហើយចាំបន្តទៅសំណួរដែលលំបាកតាមក្រោយកុំខ្ជះខ្ជាយពេលវេលាឲ្យសោះព្រោះពេលវេលារបស់យើងមានកំណត់បាទរៀនគ្រប់គ្រងអារម្មណ៍ខ្លួនឯងពេលមានសម្ពាធអាចនឹងដកដង្ហើមវែងឬក៏ធ្វើសមាធិព្រោះសុខភាពផ្លូវចិត្តគឺជាគន្លឹះសំខាន់នៃការប្រឡងជោគជ័យទី10សូមប្រើប្រាស់បច្ចេកវិទ្យាឲ្យបានត្រឹមត្រូវដូចជាការសិក្សាតាមអ៊ីនធឺណិតឬក៏វីដេអូអប់រំ educational video ដើម្បីពង្រឹងចំណេះដឹងរបស់យើងតែត្រូវប្រើប្រាស់បច្ចេកវិទ្យាដែលមានគុណធម៌មានការទទួលខុសត្រូវនិងមានវិន័យកូនត្រូវចាំឃ្លាសាមញ្ញមួយរបស់ក្រសួងអប់រំយុវជននិងកីឡាយើងអ្នកចេះគឺជាប់ those who know will pass ឃ្លាមួយនេះសាមញ្ញតែមានអត្ថន័យជ្រាលជ្រៅខ្លាំងណាស់អ្នកចេះគឺជាប់ការប្រឡងជាប់មិនមែនដោយសំណាងទេតែដោយចំណេះដឹងពិតការខិតខំប្រឹងប្រែងពិត success doesn't come from luck it comes from real knowledge and genuine effort នីតិល្អមិនត្រឹមតែផ្ដល់កិត្តិយសដល់ខ្លួនឯងប៉ុន្តែផ្ដល់កិត្តិយសដល់មេដាបេដារបស់ក្រុមគ្រួសាររបស់យើងសាលារបស់យើងនិងជាតិទាំងមូលរបស់យើង Good grades are not only personal honor but also the pride of parents, school and the whole nation សម្រាប់លោកគ្រូអ្នកគ្រូនិងគណៈគ្រប់គ្រងសាលាវិញសូមចងចាំថាសិស្សនីតិ A មិនអាចកើតឡើងដោយខ្លួនឯងបានទេតែវាកើតឡើងដោយប្រព័ន្ធគាំទ្រដែលរឹងមាំទី1ត្រូវធ្វើតេស្តវិនិច្ឆ័យសិស្សចាប់ពីដើមឆ្នាំទៅដើម្បីរកចំណុចខ្សោយបន្តមកទៀតយើងត្រូវផ្ដល់ជំនួយឬបំពន់បន្ថែមបាទទី2រៀបចំប្រឡងសាក mock exam ឬក៏ trial exam ជាប្រចាំនិងផ្ដល់មតិលម្អិតសម្រាប់កែលម្អបានន័យថាបន្ទាប់ពីធ្វើ exam ហើយយើងឲ្យ feedback គាត់ផងមិញនេះកូននរិនក៏បានលើកឡើងនៅការប្រឡងសាកសមត្ថភាពទាំងប្អូនអ្នកស្មីដែលអាចជួយឲ្យគាត់
ពួកគាត់ដឹងពីចំណុចខ្សោយចំណុចខ្វះខាតរបស់គាត់ដែលត្រូវពង្រឹងបំពេញបន្ថែមដើម្បីឲ្យយើងមានសមត្ថភាពគ្រប់គ្រាន់ទៅប្រឡងយកនីតិ A ទី3បង្រៀនសិស្សពីយុទ្ធសាស្ត្រនិងការគ្រប់គ្រងពេលវេលានៅពេលប្រឡងកូនសិស្សខ្លះគាត់រៀនប៉ាកែតែធ្វើកិច្ចការប្រឡងអត់បានល្អដោយសារអត់យល់ពីអត់ចេះពីយុទ្ធសាស្ត្រនៃការធ្វើតេស្តនៅពេលប្រឡងនឹងមិនចេះគ្រប់គ្រងពេលវេលាអូខេអញ្ចឹងលោកគ្រូអ្នកគ្រូសូមជួយទី4ត្រូវបង្រៀនឲ្យចប់កម្មវិធីទាំងមូលមុនពេលប្រឡងនិងប្រើប្រាស់វិធីសាស្ត្របែបថ្មីបាទគ្រូអាចប្រើវិធីបង្រៀនតាមបែប project based learning PBL ឬក៏ inquiry based learning IBL ហើយកម្មវិធីសាស្ត្រទាំងនេះអាចធ្វើឲ្យសិស្សនឹងមានពេលអនុវត្តជាក់ស្ដែងច្រើនហើយដែលវិធីសាស្ត្រដែលគេកំពុងពេញនិយមនោះគឺ flip classroom បាទ flip classroom ហើយសម្រាប់លោកគ្រូអ្នកគ្រូដែលបង្រៀនមុខវិជ្ជាវិទ្យាសាស្ត្រគួរតែអនុវត្តវិធីសាស្ត្របែប 5E បាទមាន E5 ណានេះគឺជាវិធីសាស្ត្រល្អមែនទែនសម្រាប់យើងបង្រៀនមុខវិជ្ជាវិទ្យាសាស្ត្រទី5ជំរុញលើកទឹកចិត្តសិស្សដោយនាំយកសិស្សនីតិ A មកចែករំលែកបទពិសោធន៍ដោយថ្ងៃនេះជាក់ស្ដែងក៏យើងមានសិស្សច្បងរបស់យើងដែលបាននីតិល្អក៏មកចែករំលែកបទពិសោធន៍ហើយក៏ដូចជានៅក្នុងថ្នាក់ក៏លោកគ្រូអាចអញ្ជើញដែរហើយបុគ្គលិករបស់យើងក៏មានអ្នកនីតិ A ច្រើនដែរអញ្ចឹងក៏អាចហៅគាត់មកជួយចែករំលែកបទពិសោធន៍សម្រាប់កូនៗរបស់យើងបាទហើយត្រូវបង្កើតវប្បធម៌លើកទឹកចិត្តសិស្ស build a culture of appreciation បាទន័យថាលោកគ្រូអ្នកគ្រូត្រូវសរសើរសិស្សដែលបានខិតខំប្រឹងប្រែងសិស្សដែលមានការរីកចម្រើនមិនមែនសរសើរតែសិស្សដែលបានបន្ទុកខ្ពស់នោះទេបានតែសរសើរទាំងអស់ឲ្យតែគាត់ព្យាយាមរៀនគាត់មានការរីកចម្រើនបាទទី6លើកទឹកចិត្តមេត្តាបិតានិងសហគមន៍យើងឲ្យចូលរួមដើម្បីបង្កើតបរិយាកាសល្អរៀននៅតាមផ្ទះបាទទី7ផ្គត់ផ្គង់ធនធានសិក្សាឲ្យបានគ្រប់គ្រាន់និងបង្កើនឱកាសសម្រាប់សិស្សក្នុងការចូលធ្វើលំហាត់ក្នុង website ក្រសួងនិង website ផ្សេងៗទៀតដែលមានប្រភពច្បាស់លាស់ទី8យកចិត្តទុកដាក់សុខភាពផ្លូវចិត្តរបស់សិស្សផងបាទកុំដាក់កិច្ចការឲ្យសិស្សច្រើនពេកក្នុងពេលតែមួយមិនមែនលោកគ្រូអាចដាក់បន្តិចម្ដងតែជាប្រចាំដែលនរិននិយាយថា consistency ព្រោះ consistency ធ្វើអីក៏ជោគជ័យដែរតិចជាប្រចាំបាទហើយនឹងត្រូវផ្ដល់នូវប្រព័ន្ធគ្រប់គ្រងនិងប្រឹក្សាណែនាំនៅក្នុងសាលារៀនរបស់យើងទី9អភិវឌ្ឍជំនាញវិជ្ជាជីវៈគ្រូ build a culture of growth បានន័យថាបង្កើតវប្បធម៌រីកចម្រើនវប្បធម៌រៀនរហូតស្រាវជ្រាវរហូតបាទនិងលើកទឹកចិត្តឲ្យមានការចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមកទី10តាមដានការរីកចម្រើនរបស់សិស្សានុសិស្សជាបន្តបន្ទាប់និងកែលម្អផែនការសិក្សាដោយផ្អែកទៅលើទិន្នន័យជាក់ស្ដែងនិងត្រូវមានកម្មវិធី study buddy system បានន័យថាប្រព័ន្ធមិត្តសិក្សាបានន័យថាលោកគ្រូអ្នកគ្រូអាចបែងចែកសិស្សជាក្រុមតូចឬក៏ក្រុមធំឬក៏ជាគូព្រោះវិធីសាស្ត្រនេះអាចឲ្យសិស្សពូកែគាត់អាចជួយសិស្សខ្សោយបានហើយវិធីសាស្ត្រនេះមិនត្រឹមតែអប់រំចំណេះដឹងទេប៉ុន្តែបណ្ដុះស្មារតីចេះជួយគ្នាផងដែរគ្រូត្រូវចូលរួមបង្កើតមេរៀន Digital និងប្រើបច្ចេកវិទ្យា AI ដើម្បីវិនិច្ឆ័យតម្លៃសមត្ថភាពសិស្សនិងផ្ដល់មតិយោបល់តាមបុគ្គលនេះជាជំហានសំខាន់ក្នុងការលើកកម្ពស់គុណភាពអប់រំឲ្យស្របទៅនឹងសម័យបច្ចេកវិទ្យាបច្ចុប្បន្នក្រសួងអប់រំបានបង្កើតកម្មវិធីមួយគេហៅ EdTech App ដែលផ្ដល់ធនធាននិងឧបករណ៍សិក្សាសម្រាប់សិស្សពីថ្នាក់ទី7ដល់ថ្នាក់ទី12ដើម្បីរៀនដោយខ្លួនឯងតាមប្រព័ន្ធតាមទូរស័ព្ទដែលមានមុខវិជ្ជាសិក្សាចំនួន10និងមានតេស្តអនុវត្តជាក់ស្ដែងនៅក្នុងកម្មវិធីនោះផងដែរវាជាការផ្លាស់ប្ដូរទស្សនៈថ្មីមួយឲ្យសិស្សប្រើប្រាស់ទូរស័ព្ទដៃដើម្បីសិក្សាបង្កើនចំណេះដឹងជំនួសការលេងហ្គេមនិងប្រើប្រាស់បណ្ដាញសង្គមដូចជានៅក្នុងឆ្នាំ2025នេះគេប្រារព្ធពិធីទិវាគ្រូបង្រៀនក្រមប្រធានបទ
គ្រូបង្រៀនជាតួអង្គសំខាន់នៃបដិវត្តកម្មបញ្ញាសព្វនិមិត្ត Teacher the key agent of the artificial intelligence revolution ក្នុងសម័យបច្ចេកវិទ្យា AI កំពុងផ្លាស់ប្ដូរពិភពលោកយើងទាំងអស់គ្នាត្រូវទទួលស្គាល់ថាគ្រូជាតួអង្គសំខាន់បំផុតក្នុងការបង្កើតការផ្លាស់ប្ដូរនេះគ្រូមិនត្រឹមតែបង្រៀនសិស្សទេប៉ុន្តែជាអ្នកដឹកនាំអ្នកបង្កើតសមត្ថភាពឲ្យសិស្សអាចប្រើប្រាស់បច្ចេកវិទ្យាថ្មីៗដោយមានគុណធម៌មានការទទួលខុសត្រូវនិងប្រកបដោយវិជ្ជាជីវៈខ្ពស់ Teachers are not only educators but also mentors and guides who empower students to use new technology with ethics, responsibility and professionalism បរិវត្តកម្មបញ្ញាសព្វនិមិត្តគឺជាការផ្លាស់ប្ដូរធំមួយដែលធ្វើឲ្យការសិក្សាការងារនិងជីវិតរស់នៅប្រចាំថ្ងៃកាន់តែទំនើបសរុបសេចក្តីមកគ្រូគឺជាអ្នកដឹកនាំក្នុងការអប់រំសម័យបញ្ញាសព្វនិមិត្តជួយឲ្យសិស្សរៀនដឹកនាំនិងរស់នៅបានយ៉ាងឆ្លាតវៃនាពេលអនាគតគ្រូបង្រៀនគឺជាចំណុចចាប់ផ្ដើមនៃអនាគតប្រកបដោយបញ្ញា Teachers are the starting point of an intelligent and inspired future លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់ត្រូវចាំថាប្រសិនបើយើងសហការគ្នាដោយមានវិន័យខ្ពស់មានការបដិញ្ញាចិត្តខ្ពស់និងមានស្មារតីរឹងមាំយើងជឿថាសាលាយើងនឹងមានសិស្សទទួលបាននិទ្យាច្រើននៅពេលអនាគតដោយ Helen Keller គាត់បានលើកឡើងថា alone we can do a little together we can do so much យើងជឿថាបើសិស្សនិងគ្រូធ្វើដំណើររួមគ្នាដីសង្ឃឹមនិទ្យានឹងក្លាយជាការពិតនេះគឺជាមរតកដែលមានតម្លៃសម្រាប់សាលានិងសម្រាប់ជាតិយើង We believe that if students and teachers journey together, the hope of achieving many great results will become a reality. This is a precious legacy for our school and our nation. នៅទីបញ្ចប់ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈគ្រប់គ្រងលោកគ្រូអ្នកគ្រូដៃគូអភិវឌ្ឍនិងអ្នកពាក់ព័ន្ធទាំងអស់ដែលបានគាំទ្រនិងសហការដើម្បីលើកកម្ពស់អប់រំនិងលទ្ធផលសិក្សារបស់សិស្សឲ្យកាន់តែប្រសើរឡើងកិច្ចខិតខំប្រឹងប្រែងរួមគ្នានេះជាកម្លាំងដ៏សំខាន់ក្នុងការជំរុញឲ្យប្រទេសកម្ពុជារីកចម្រើននិងអាចដើរទាន់និន្នាការរបស់ពិភពលោកបានយ៉ាងរឹងមាំសូមជូនពរគណៈគ្រប់គ្រងលោកគ្រូអ្នកគ្រូមេដាបេដានិងសិស្សានុសិស្សទាំងអស់មានសុខភាពល្អនិងទទួលបានជោគជ័យក្នុងជីវិតគ្រប់គ្នាសូមអរគុណ